chứ mình thưa ơi nhôm chơi tầm miên phiệp cô chùm hờ nhẹ tha can đặc khlang nhôm prăng can đặc khlang nơi pe để nhôm kết tha to tầm miên lôi bản nhôm thưa ấy cá nơi pe nông nhôm quạt đăng thay nhôm thời tự do lôi bị nà máu nhôm bất chỉ nhôm mặt đăng mền phần tay nhôm đăng tầm môi cư nhôm smart tròn ai đăng khuôn anh tha có bông đặc kết ấy bắt to máu bất chỉ ở cha khlang mền tên riêng sâu ban môi cư chết đạp Chief Su hello ទៅស្រីជនទាំងអស់គ្នាស្វាគមន៍ត្រឡប់មកវិញមកកាន់ Sakura Podcast episode ទី4របស់យើងថ្ងៃនេះយើងមានភ្ញៀវកិត្តិយសនិងជាម្ដាយហើយជាអាជីវករម្នាក់ដែលឆ្នើមនិងពូកែមែនតើអញ្ចឹងយើងទាំងអស់គ្នាទៅមើលថាតើគាត់គឺជានារីដ៏ពូកែកម្រិតណាចាជំរាបសួរចាជំរាបសួរចាខ្ញុំជា CEO KBT ហើយជាទូទៅគេតែងតែហៅខ្ញុំជាគីមចាអរគុណមែនតើជាមួយនឹងបងអូនស្រីបានអញ្ជើញខ្ញុំចូលរួមនៅក្នុង podcast នេះចាអរគុណច្រើនចាសម្រាប់វត្តមាននៅថ្ងៃនេះដូចគ្នាដែរអញ្ចឹងចាអាចចែកម្លែកបានទេថាអ្វីទៅដែលចាបានឆ្លងកាត់កន្លងមកនៅក្នុងជីវិតរបស់ចានៅក្នុងវិស័យមុខរបរផ្ទាល់ឬមកក៏ការចិញ្ចឹមបីបាច់កូននៅក្នុងគ្រួសារផ្ទាល់ចានិយាយពីគ្រួសារវិញតាំងពីតូចមកដឹងខ្លួនឯងថាពេលដែលទៅរៀនម៉ែឪឲ្យទៅរៀនមានអារម្មណ៍ថារៀនអត់ចូលចិត្តរៀនហ្មងទីមួយទៅរៀនមានអារម្មណ៍ថាធំជាងគេឥឡូវវាខ្លួនឯងរៀនមានធំហ៎តែចឹងមានអារម្មណ៍ថាខ្មាស់គេហើយរៀនគិតតែពីខ្លួនឯងស្អាតធំអីចឹងតែចឹងមានអារម្មណ៍ថារៀនអត់ចេះហ្នឹងហើយដល់រហូតដល់រៀនដល់ថ្នាក់ទី3ទី4មានអារម្មណ៍តែចង់តែឈប់ដល់ទៅពេលចូលដល់ថ្នាក់ទី5ឈប់ហ្មងរៀនអត់បានហ្មងចូលទៅមានអារម្មណ៍ថារៀនកាន់តែអត់រៀនកាន់តែមានសម្ពាធហើយឈប់ប្រាប់ម៉ាក់ថាម៉ែឈប់រៀនហើយប៉ាគាត់ថាបើសិនជាឈប់រៀនឥឡូវថ្ងៃក្រោយទៅកុំប្រាប់ថាម៉ែឪអត់ឲ្យរៀនមកពីខ្លួនឯងហ្នឹងវានៅពីទូចអត់ព្រមទៅរៀនដល់ពេលអញ្ចឹងទៅខ្ញុំមានអារម្មណ៍មួយថាគាត់និយាយភាសាហ្នឹងដកជាប់ខ្ញុំពាក្យសម្ដីមួយហ្នឹងខ្ញុំនៅក្នុងខ្លួនខ្ញុំរហូតដល់មកដល់ឥឡូវហ្នឹងចាបន្តមកទៀតខ្ញុំមានអាហ្នឹងនៅក្នុងខ្លួនខ្ញុំបន្តមានអាហ្នឹងរហូតនៅក្នុងខ្លួនអញ្ចឹងទៅក៏គិតថាបើសិនជាខ្ញុំអត់ទៅរៀនសួរថាថ្ងៃក្រោយទៅមានធម្មតាមនុស្សយើងធំឡើងពេញវ័យនឹងមានគ្រួសារចានៅពេលដែលមានគ្រួសារខ្ញុំទៅបង្កើតគ្រួសារនឹងបែបម៉េចនៅពេលដែលខ្ញុំមានកូនខ្ញុំត្រូវចិញ្ចឹមបែបចិញ្ចឹមកូនមើលកូនបែបម៉េចនៅពេលដែលមានកូនចិញ្ចឹមកូនបែបម៉េចបន្ទាប់មកខ្ញុំតែងតែទៅមើលសកម្មភាពរបស់ម៉ែខ្ញុំគាត់តែងតែមានអារម្មណ៍ថាគាត់ពេលកូនឈឺតែខ្ញុំចាប់អារម្មណ៍ជាងគេគឺកូនឈឺហ្មងពេលកូនក្តៅខ្លួនគាត់តែងតែពីអ្នកប្តីប្រពន្ធគាត់រកថ្នាំរកអីកូនញ៉ាំចាហើយបន្ទាប់មកខ្ញុំមានអារម្មណ៍ថាឲ្យទៅពេលខ្ញុំឈឺខ្ញុំសុបាយចិត្តមែនតើខ្ញុំឃើញប៉ាខ្ញុំដេកអោបខ្ញុំមានអារម្មណ៍ថាកក់ក្តៅចាទទួលបានក្តីស្រឡាញ់ការយកចិត្តទុកដាក់ពីគាត់ចាអញ្ចឹងក្នុងគ្រួសារខ្ញុំមានអាហ្នឹងតាំងពីតូចចឹងគ្រួសារមួយខ្ញុំចាក់ខកវិស័យខ្ញុំមួយខ្ញុំមើលតែសកម្មភាពចឹងខ្ញុំតែងតែឲ្យខ្លួនខ្ញុំទៅមើលលទ្ធផលគ្រួសារផ្សេងអ្នកដទៃគ្រួសារអ្នកដទៃគេមានលទ្ធផលគ្រួសារគេល្អគ្រួសារគេត្រូវគ្នាគ្រួសារគេមានលុយខ្ញុំតែងតែមើលសកម្មភាពគេប្រើប្រាស់សកម្មភាពបែបម៉េចចាហើយគេនិយាយបែបម៉េចហើយគេធ្វើអីគេខ្លះបានគេមានលទ្ធផលបែបហ្នឹងចានិយាយទៅអាចនិយាយបានថាចាគឺជានារីម្នាក់ដែលតែងតែមើលទៅលើសកម្មភាពមើលទៅលើគំរូមិនថាឪពុកម្ដាយមិនថាមនុស្សជុំវិញខ្លួនថាតើអ្វីទៅដែលអាចយកមកអភិវឌ្ឍស្រាប់ខ្លួនឯងបានចាពិតជាល្អមែនតើចាដោយសារដឹងថាខ្លួនឯងរៀនអត់ចេះចាទៅរៀនទទួលយកពីការរៀននឹងរៀនអត់កើតរៀនយកមកដល់ផ្ទះគឺភ្លេចហើយម៉ែប៉ាអីគាត់សួរនាំអីទីទួយហ្នឹងមានអារម្មណ៍ភ័យមែនតើចាបន្ទាប់មកអាយុ11 12ឆ្នាំគាត់ឲ្យយើងទៅទិញម្ហូបទិញអីអញ្ចឹង
ទៅទិញហូបមកគាត់តែងតែសួរយើងថាទិញអស់ប្រហែលលុយអស់ប្រហែលភ័យមែនតើណាលុយ10000 20000ទៅទិញឲ្យអស់លុយមិនដឹងប្រាប់គាត់ថាមិនទិញអីខ្លះអស់ប្រហែលភ័យមែនតើចាចំណុចហ្នឹងមួយខ្ញុំធ្វើឲ្យខ្លួនខ្ញុំកាន់តែថាអូយល្ងងដល់ហើយអញ្ចឹងខ្ញុំតែងតែទៅមើលអាសកម្មភាពមួយដែលខ្ញុំត្រូវតែធ្វើអីមួយដែលចានៅពេលដែលចេះពេញវ័យដោយសារចេះពីទូចក៏អត់បានហ៊ានសូត្រច្រើនចេះចូលចិត្តការហ៊ានសូត្រទេអញ្ចឹងដល់ពេលដែលពេញវ័យចេះបានរៀបចំគ្រួសារចេះដោយបែបណាដែរទៅចាបន្ទាប់មកទៀតក៏ដឹងថាខ្លួនឯងពេញវ័យម៉ែឪគាត់នឹងឲ្យយើងយកគ្រួសារចាមានអារម្មណ៍មួយថាគ្រួសារបែបណាក៏យកដែរឲ្យតែម៉ែឲ្យយកអត់បានគិតថាអូគ្រួសារហ្នឹងតើអញ្ចេះបានត្រូវជាមួយយើងអត់បានគិតបែបហ្នឹងតើតែសោះគិតតែមួយថានៅពេលដែលយកគ្រួសារមកចិញ្ចឹមកូនបែបមិនបង្កើតគ្រួសារហ្នឹងបែបមិនទៀតហើយត្រូវធ្វើមិនទៅរកស៊ីអីបានចិញ្ចឹមគ្នាពីអ្នកប្តីប្រពន្ធនឹងរស់អញ្ចឹងនៅពេលដែលខ្ញុំបានគ្រួសារភ័យមែនតើមួយថ្ងៃគិតថាធ្វើអីគេគួរទៅរកស៊ីអីគេប៉ុន្តែខ្ញុំសំណាងមួយគឺពីទូចមកអាយុ4 ដល់ 5 10ឆ្នាំគឺឪពុកម្ដាយពិតតែខ្ញុំអត់បានចូលរៀនសូត្ររៀនអត់ចេះអីប៉ុន្តែម៉ែប៉ាគាត់តែងតែឲ្យខ្ញុំនឹងទៅធ្វើការជាមួយបងតែគាត់មានមុខរបរស្រាប់អញ្ចឹងខ្ញុំក៏បានទៅនៅជាមួយបងធ្វើការឲ្យគាត់បន្ទាប់ពីធ្វើការទៅបានគ្រួសារអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមបានគ្រួសារទៅក៏ខ្ញុំគិតថាខ្ញុំត្រូវតែមានមុខរបរមួយទូចប៉ុណ្ណាក៏បានដែរអ្វីដែលខ្ញុំធ្វើកើតចាហើយធ្វើកើតគឺអត់មានរំពឹងថាខ្ញុំគួរតាក្តីសម័យខ្ញុំថាខ្ញុំថ្ងៃក្រោយទៅខ្ញុំត្រូវតែមានអីគឺខ្ញុំអត់បានសម័យដល់ថ្នាក់ហ្នឹងទេប៉ុន្តែសម័យមួយគឺខ្ញុំរស់នៅបែបសាមញ្ញចាមានលុយចាយគ្រប់គ្រាន់ប្តីប្រពន្ធត្រូវរើគ្នាចាបន្ទាប់មកគឺមានកូនយើងគួរចិញ្ចឹមកូនបែបណាអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំទៅលក់កាបូបនៅផ្សារអូឡ িম্প ិកចាប់ដើមទៅជួតូបតែនៅពេលដែលជួតូបលក់កាបូបហ្នឹងខ្ញុំមិនមែនពីទៅធ្វើការមិនមែនទៅលក់កាបូបទេខ្ញុំជាទៅធ្វើការកន្លែងបងហ្នឹងគឺគាត់លក់ថ្នាំពេទ្យចានៅពេលដែលខ្ញុំគិតថាទៅលក់ថ្នាំពេទ្យត្រូវប្រើដើមច្រើនចាអញ្ចឹងខ្ញុំអត់ពេលការហើយអូនឯងដឹងស្រាប់អីពេលហ្នឹងអត់មានលុយទេចាដើមទុនតែ1000 2000ហ្នឹងចាអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំទៅលក់កាបូបពួកកាបូបយើងអាចទិញមួយលក់មួយបានចាអញ្ចឹងក៏ទៅជួតូបមកកន្លែងនៅផ្សារអូឡ িম্প ិកបន្ទាប់ពីយើងជួតូបទៅខ្ញុំគិតតែខ្ញុំថាមួយថ្ងៃខ្ញុំមិនថារកឲ្យរួចថ្លៃតូបបន្ទាប់មកខ្ញុំសល់តែ10000ទៅ20000លុយខ្មែរ$5ក៏ខ្ញុំចាយពីអ្នកប្តីប្រពន្ធគ្រប់ហួរដែរគឺខ្ញុំគិតបានតែប៉ុណ្្នឹងតែកុំឲ្យប្តីប្រពន្ធខ្ញុំឆ្លោះគ្នាចាគឺខ្ញុំចង់បានប៉ុណ្្នឹងទេចាអូយសូគាត់មែនតើនិយាយទៅបើស្ដាប់ពីចក្ខុវិស័យបច្ចេពីចំណុចចាប់ផ្ដើមបច្ចេពិតជាមើលឃើញថាចេះជានារីម្នាក់មិនខ្វល់យ៉ាងណាគឺឲ្យខ្លួនឯងទៅបង្កើតក្តីសម័យឲ្យខ្លួនឯងចាប់ដើមមានឯកជនភាពស្ងាត់ខ្លួនឯងឲ្យខ្លួនឯងរឹងមាំស្ងាត់ដោយសារដោយសារខ្ញុំគិតថាមនុស្សយើងនៅពេលដែលយើងមានប្តីប្រពន្ធយើងត្រូវគិតពីគ្រួសារប្តីប្រពន្ធ2នាក់ចាបន្ទាប់មកបើសិនយើងរកស៊ីមានបានយើងអាចចែកម្លែកទៅគ្រួសារធំឬមួយក៏ចែកម្លែកទៅមនុស្សជុំវិញខ្លួនបែបណាអានឹងអាស្រ័យលើខ្លួនឯងទៀតចាតែប៉ុន្តែពេលហ្នឹងគឺខ្ញុំជួយខ្លួនឯងសិនចាដោយសារខ្ញុំអត់ទាន់បានរស់ស្រួលគួរតែខ្ញុំរឹងមាំទៅជ្រុងមួយណាអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមទៅលក់កាបូបហ្នឹងតាំងពីខ្ញុំការហើយចាបន្ទាប់មកទៀតលក់បន្តទៅក៏ខ្លាយទៅជាអ្នកលក់ដុំចាហើយក៏តអ្នកតំណងទៅក៏បានទៅដល់ក្រៅប្រទេសយករបស់មកបោះដុំនៅស្រុកខ្មែរយើងហ្នឹងចាគួរឲ្យចាប់អារម្មណ៍មែនតើចេះតាំងពីចេះលក់នៅអូឡ িম্প ិករហូតដល់ចេះអាចមានឱកាសទៅក្រៅប្រទេសដើម្បីទៅយកអវ៉ាន់នឹងខ្លួនឯងមកលក់រហូតដល់បើកហាងធំរាល់ថ្ងៃចេះអាចចែកម្លែកបានន័យថាតើកតាយគេខ្លះដែលអាចធ្វើឲ្យចេះបានជោគជ័យទៅដល់កម្រិតហ្នឹងដែររឿងហ្នឹងដូចជាមិនងាយស្រួលដែរអូននៅពេលដែលខ្ញុំគិតថាតើតើមានលុយបានខ្ញុំធ្វើអីកើតនៅពេលហ្នឹងខ្ញុំក៏អត់ដឹងថាខ្ញុំត្រូវទៅយកលុយពីណាមកខ្ញុំពិតជាខ្ញុំអត់ដឹងមែនប៉ុន្តែខ្ញុំដឹងតែមួយគឺខ្ញុំស្មោះត្រង់ខ្ញុំបង្កើតក្តីស្មោះត្រង់ឲ្យខ្លួនឯងជាមុនថាខ្ញុំចង់បានអីគឺខ្ញុំចង់បានដើមទុនមករកស៊ីអញ្ចឹងដើមទុនហ្នឹងនៅណាគេគឺ
ជាទូទៅអូនដឹងហើយគឺយើងទៅសហការជាមួយអ្នកដែលគាត់លក់របស់នឹងដូចគ្នាអញ្ចឹងពួកខ្ញុំក៏បានសហការជាមួយគ្នាចាដៃគូហ្នឹងគឺគាត់តែងតែយករបស់កាបូបហ្នឹងយកមកលក់ឲ្យខ្ញុំម្ដង10កាបូប20កាបូបរហូតដល់ទៅ100ចា200 300 400 500រហូតដល់មួយខែបន្ទាប់មួយឆ្នាំទៅមួយឆ្នាំគឺកើនជាលំដាប់ដោយពឹងផ្អែកទៅលើការស្មោះត្រង់ហ្នឹងចាគឺថាយើងអាចថាបង្កើតពីទូចមករហូតដល់មានដើមទុនកាន់តែធំយើងបុកចូលទៅក្នុង business មួយហ្នឹងចាអាចនិយាយបានថាអ្នកណាថាអីខ្ញុំក៏ថាទៅព្រោះដោយសារខ្ញុំត្រូវការឲ្យ business មួយហ្នឹងគឺឲ្យរឹងមាំសិនចាខ្ញុំបាននិយាយឲ្យថាគោលដៅខ្ញុំប្តីប្រពន្ធខ្ញុំត្រូវតែមានគេហៅថារក្សាភាពសោះសួរមួយគ្នាចាគ្រប់គ្នាទៅវិញទៅមកច្បាប់គ្រួសារខ្ញុំពីរអ្នកប្តីប្រពន្ធគឺខ្ញុំបានដាក់អាចនិយាយបានថាអាចនិយាយបានថាចាប់ដៃគូការមកគឺខ្ញុំនិយាយពាក្យហ្នឹងហ្មងចាអញ្ចឹងប្តីខ្ញុំគាត់មានអារម្មណ៍ថាតាមតឹងគាត់ថាខ្ញុំបកក្រោយតិចណាដោយសារគាត់ថាពេលការម៉ាក់ប៉ាខាងខ្ញុំថាកូនស្រីអត់ចេះនិយាយអីទេចូលទៅនៅប្រាប់ថាកូនស្រីនឹងអត់ចេះនិយាយអីទេតែពេលការឲ្យដាក់ខសន្យាគ្នាហ្មងហ្នឹងហើយពេលអញ្ចឹងខ្ញុំក៏បានអនុវត្តអ្វីដែលខ្ញុំនិយាយហ្នឹងហើយអញ្ចឹងជាពិសេសអ្វីដែលខ្ញុំអនុវត្តនោះគឺគ្រួសារនឹងត្រូវតែមានចំណូលចូលជាលំដាប់ចាតែខាត់គឺត្រូវតែមានចំណូលចូលជារៀងរាល់ខែអញ្ចឹងខ្ញុំផ្ដោតទៅលើចំណូលនឹងខ្លាំងមែនតើចាបន្ទាប់មកបានខ្ញុំចំណូលគ្រប់គ្រាន់ដើមទុនគ្រប់គ្រាន់នឹងធ្វើ business មួយហ្នឹងហើយបានខ្ញុំប្រហែលទៅចង់ចែកម្លែកទៅដល់អ្នកដទៃជុំវិញខ្លួនចាមានន័យថាចែកចាយខ្ញុំសិនចាចែកចាយទៅអាជីវករផ្សេងដែលគាត់ចង់លក់កាបូបនឹងដែរចាទៅណាទៀតចាដោយសារមុនហ្នឹងក៏ឮសូចនិយាយថាអត់ខ្វល់ថាមនុស្សជុំវិញខ្លួននិយាយសម្ដីបែបណាមកបង្អាក់ចែឬមួយក៏មកធ្វើឲ្យចែអន់សម្ពន្ធចិត្តមិនអីតែចែគឺឈរនៅលើគោលចំហខ្លួនឯងតើចែអាចចែកម្លែកទេថាធ្វើម៉េចបានឲ្យខ្លួនឯងនៅតែមានគោលចំហកម្លាំងចិត្តក្នុងការចាកន្លែងហ្នឹងនៅពេលដែលឮសូសលេងនឹងចូលទៅជាចាឲ្យមានជាច្រើនសលេងអស់ហ្នឹងគាត់តែនិយាយថាអញ្ចេះអញ្ចោះតែធ្វើឲ្យខ្ញុំកាន់តែមានអារម្មណ៍ថាបើខ្ញុំស្ដាប់តាមសលេងអស់ហ្នឹងធ្វើឲ្យខ្ញុំក្បត់នឹងការស្មោះត្រង់និងភាពជឿជាក់របស់ខ្ញុំអញ្ចឹងនៅភាពជឿជាក់ស្មោះត្រង់របស់ខ្ញុំត្រូវតែបន្តធ្វើទៅមុខទៀតដោយសារអ្នកដែលនិយាយខ្ញុំអត់ដឹងថាត្រូវធ្វើមិនតាមគាត់ទេព្រោះនៅពេលដែលយើងស្មោះត្រង់ធ្វើអីមួយយើងធ្វើឲ្យដល់អ្វីដែលយើងចង់ទៅធ្វើចាលទ្ធផលបែបណាចាំគិតតាមក្រោយទៀតបន្ទាប់មកកន្លែងចំណុចកន្លែងហ្នឹងបានខ្ញុំស្ប្រាយខ្លួនឯងថាហេតុអីបានខ្ញុំតស៊ូគ្រប់រឿងទោះបីរឿងធំប៉ុណ្ណាលទ្ធផលខ្ញុំមិនចង់បានក៏ខ្ញុំត្រូវតែជំនះគ្រប់បែបយ៉ាងទោះបីពេលដែលរស់ស៊ីមានអារម្មណ៍ថាខ្លួនឯងអត់មានលុយអីគេអត់មានលុយធ្វើ business មួយនឹងឲ្យធំទេព្រោះដឹងស្រាប់អីពីចំនួនហ្នឹងដើមទុន 2-3,000 để ធ្វើមិនចេញរាប់មើលចានិយាយទៅខ្ញុំស្ដាប់ទៅក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំក្តុកក្តួលហើយខ្ញុំពិតជាកោតសរសើរចែមែនតើរហូតដល់ខ្ញុំដាក់ទុនឲ្យគេជពាក់លុយច្រើនមែនតើប៉ុន្តែរហូតដល់ឥឡូវហ្នឹងមានអ្នកខ្លះក៏គាត់សងទៅមានអ្នកខ្លះក៏គាត់ធ្វើមិនដឹងធ្វើមិនលឺប៉ុន្តែសួរពីខ្ញុំទៅវិញទៅធ្វើបាបគាត់ឲ្យយកលុយនឹងមកសងខ្ញុំទេដូចអត់ទេខ្ញុំមានអារម្មណ៍មួយថាបើសិនជាថ្ងៃណាមួយគាត់រកស៊ីមានបានគាត់មានចិត្តមកសងខ្ញុំតាមនឹងទៅចាតែកម្លាំងចិត្តខ្ញុំនៅត្រូវតែប្រឹងទៀតចាហើយអញ្ចឹងបានខ្ញុំមានពេលខ្លះខ្ញុំហត់នឿយដែរចាប៉ុន្តែបើសិនខ្ញុំគិតថាខ្ញុំហត់នឿយប៉ុន្តែបើសិនខ្ញុំគិតថាខ្ញុំហត់នឿយខ្ញុំនឹងមិនអាចបន្តអាភាពជឿជាក់និងស្មោះត្រង់នឹងទៅទៀតទេចាអញ្ចឹងនឹងស្មោះត្រង់ខ្លួនឯងទៅធ្វើទៀតហើយចាពីមួយទៅមួយតែរហូតដល់ឥឡូវនេះគឺយើងអាចធូរស្រាលមែនទែនគឺបត់បានចំណូលខ្លាំងហើយក៏បានអាចធូរច្រើនមែនទែនឥឡូវនេះគឺស្គាល់ជាគីមច្រើនចាគឺគាត់បានគាំទ្រច្រើនមែនទែននៅក្នុង business មួយហ្នឹងចា
អើយពិតជាអរគុណបងប្អូនដែលគាំទ្រកន្លងមកជាមួយនឹងចាគីមលក់កាបូបនៅហាងកាបូប KBT ចាពិតជាអរគុណខ្លាំងមែនទែនគាត់ទិញដោយក្តីស្រឡាញ់គាត់គាំទ្រដោយក្តីស្រឡាញ់អាចនិយាយបានថាកាបូបហ្នឹងបើមិនមែនកាបូបចាគីមអត់យកអត់ប្រើទៀតមានអារម្មណ៍ថាអូយសូម្បីតែសួរថាចំណេញច្រើនអត់កាបូបមួយចំណេញអត់ច្រើនទេមានពេលខ្លះក៏ខាតច្រើនដែរប៉ុន្តែនៅតែសុបាយចិត្តដោយសារយើងលក់ដោយភាពស្មោះត្រង់ដូចគ្នាចាខ្ញុំជឿថាពួកគាត់ដែលគាត់មកគាំទ្រខ្ញុំក៏គាត់ស្មោះត្រង់ដូចគ្នាដែរចានេះគឺជាទ្រព្យមួយដែលអាចយកលុយទិញបានមែនតើចាអញ្ចឹងទង្វើបែបហ្នឹងរហូតអញ្ចឹងរហូតដល់សប្តាហ៍ថ្ងៃនេះបើនិយាយពីគ្រួសារបកកើតកូនវិញណាប្តីប្រពន្ធបានកូនខ្ញុំកូន3ចាកូនបងប្រុសចាទី2ប្រុសទី3កូនស្រីចាហើយកូន3ហ្នឹងតាំងពីទូចមកកន្លែងហ្នឹងចង់ចែកម្លែកគ្រួសារកូនចាចង់ដឹងពីការចេះរៀបចំទុកដាក់កូនដែរហ្នឹងចាអញ្ចឹងចែកម្លែកចូលត្រូវ topic ហ្មងចាអញ្ចឹងចាដោយសារកូនបងប្អូនពេលដែលយើងបកកើតកូនណាខ្ញុំជឿថាបងប្អូនគ្នាអាចមិនដឹងដូចគ្នាព្រោះយើងកើតពីទូចមកដូចគ្នាហើយដូចខ្ញុំអញ្ចឹងកើតពីទូចមកគឺទូចដូចគ្នាយើងអត់ដឹងថាយើងត្រូវចាំបាច់បែពីកូនពីកើតមកយើងត្រូវធ្វើមិនក៏អត់ដឹងដែរប៉ុន្តែដោយឡែកគឺខ្ញុំមើលតាមឪពុកម្ដាយខ្ញុំចាគាត់វាយកូនមិនខ្ញុំទៅវាយកូនខ្ញុំអញ្ចឹងដូចគ្នាបន្តគ្នាមកចាអញ្ចឹងខ្ញុំថាឲ្យកូនខ្ញុំមិនប៉ាខ្ញុំធ្លាប់ថាខ្ញុំមិនខ្ញុំទៅថាឲ្យគាត់ដូចគ្នាចាគឺបន្តវេនគេហៅថាបន្តវេនណាចាស្នងតំណែងចាប៉ុន្តែរហូតដល់ឥឡូវនេះនៅពេលដែលខ្ញុំចង់ឲ្យកូនខ្ញុំដូចខ្ញុំគិតថាកូនប្រុសយើងកើតកូនដំបូងមានកូនប្រុសចាកូនប្រុសត្រូវតែបានប្រពន្ធដូចខ្ញុំព្រោះខ្ញុំតស៊ូហើយចង់មានក្នុងគ្រួសារមែនតើចាហើយខ្ញុំក៏សប្បាយចិត្តខ្លាំងដែរទី1គឺខ្ញុំប្តីប្រពន្ធស្រួលគ្នាចាទី1ខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំមានប្តីដែលគាត់ជួយ support ខ្ញុំអាចនិយាយបានថាតាំងពីការមកគាត់អាចដែរធ្វើឲ្យយើងមានអារម្មណ៍ថាទៅធរគាត់គឺមានតែគាត់មក support ខ្ញុំគ្រប់វិនាទីចានឹងសម្រាប់ប្តីខ្ញុំអញ្ចឹងតទៅកូនវិញខ្ញុំគិតថាខ្ញុំចង់ឲ្យកូនដូចខ្ញុំចាអញ្ចឹងយើងត្រូវតែស្ដីឲ្យគាត់គ្រប់ពេលវេលាប៉ុន្តែដើរទៅខ្ញុំមានអារម្មណ៍ថាពេលដែលស្ដីឲ្យគាត់កូនខ្ញុំមិនអត់ចេះអីអញ្ចឹងខ្ញុំមានអារម្មណ៍ថាគាត់អត់ចេះអីទាំងអស់គ្រប់បែបយ៉ាងខ្ញុំតែងតែទៅប្រាប់គាត់តែងតែទៅស្ដីឲ្យគាត់អ្វីដែលខ្ញុំចង់បានឲ្យដូចខ្ញុំចាខ្ញុំគិតថាខ្ញុំធ្វើខុសដឹងហើយមួយលទ្ធផលមួយហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ស្រួលខ្លួនអញ្ចឹងខ្ញុំខ្ញុំចង់កែចេញពីកន្លែងហ្នឹងខ្ញុំពិតជាអត់ស្រួលខ្លួនរស់នៅអត់ស្រួលពីអ្នកប្តីប្រពន្ធចេះតែនិយាយគ្នាថាអួយកូនយើងអត់ចេះអីទេកូនយើងទៅរៀនដឹងណាណីទេចាប៉ុន្តែស្ដាប់សូរសលេងទៅអ្នកចិត្តខាងគេចេះនិយាយថាអ្នកជុំវិញខ្លួនគាត់ចេះនិយាយថាអូយកូនបងស្រួលកូនបងកូនបងស្រួលកូនបងឆ្លាតអត់ជឿគេទៀតចាអត់ជឿគេទៀតហើយខ្ញុំមានអារម្មណ៍មួយថាចំមិនចឹងគេថាគាត់ឆ្លាតប៉ុន្តែសម្រាប់អារម្មណ៍ខ្ញុំមិនទទួលពីគាត់អត់មានឃើញគាត់កន្លែងណាដែលគាត់ធ្វើឲ្យយើងមើលឃើញថាគាត់ឆ្លាតផងចាអញ្ចឹងខ្ញុំធ្វើឲ្យខ្ញុំកាន់តែចង់ដឹងកន្លែងហ្នឹងមែនតើថាកន្លែងហ្នឹងខ្ញុំគួរត្រូវធ្វើបែបម៉េចទៀតចានៅពេលហ្នឹងខ្ញុំអនុញ្ញាតឲ្យខ្លួនខ្ញុំកន្លែងណាមានការសិក្សាពីវិជ្ជាអស់ហ្នឹងខ្ញុំនឹងទៅចាខ្ញុំចង់ដឹងថាកន្លែងហ្នឹងមនុស្សយើងគួរត្រូវធ្វើបែបម៉េចចាដោះស្រាយរបៀបម៉េចអាចខ្លួនឯងកែសម្រួលទៅលើស្ថានភាពគ្រួសារបែបណាចាពួកដោយសារខ្ញុំគិតថាវិធីយើងរកលុយយើងរកតាំងពីអត់មានដើមមួយរៀលយើងរករហូតដល់ឥឡូវចាខ្ញុំធ្វើបានហើយមនុស្សជុំវិញខ្លួនខ្ញុំធ្វើបានចាប្រស័យតាក់ទងមនុស្សជុំវិញខ្លួនអ្នកដទៃខ្ញុំធ្វើបានគ្រប់បែបយ៉ាងហើយជាមួយនឹងគ្រួសារធំខ្ញុំមើលទៅវិញគឺខ្ញុំក៏ធ្វើបានច្រើនឪពុកម្ដាយខ្ញុំក៏ខ្ញុំធ្វើបានច្រើនហើយក៏ខ្ញុំមានក្តីស្រឡាញ់ពីឪពុកម្ដាយក៏ច្រើនអញ្ចឹងនៅចំណុចហ្នឹងមួយខ្ញុំនៅអត់អស់ចិត្តជាមួយកូនហើយបានខ្ញុំមានអារម្មណ៍មួយកូននឹងអត់ទទួល
ទទួលអីអត់បានពីគាត់អញ្ចឹងបានខ្ញុំកន្លែងហ្នឹងរុករកទៅក៏ខ្ញុំអនុញ្ញាតឲ្យខ្លួនឯងខ្ញុំចូលទៅសិក្សាឲ្យខ្លួនឯងទៅមើលឃើញពីចំណុចដែលខ្ញុំចង់បានចាបន្ទាប់មកក៏ខ្ញុំឆ្លងផុតការសិក្សាហ្នឹងជាច្រើនដែរសិក្សាហ្នឹងបងប្អូនอย่าច្រឡំថាសិក្សានៅណាគឺសិក្សាខ្លួនឯងចាបង្រៀនខ្លួនឯងឲ្យដឹងថាខ្លួនឯងជាមនុស្សបែបម៉េចឲ្យដឹងខ្លួនឯងថាជាមនុស្សអង្គុយគិតអីគេការគិតខ្លួនឯងនឹងគិតបែបម៉េចឲ្យដឹងខ្លួនឯងថាកំពុងតែគិតអីកំពុងតែមើលទៅកូននឹងចង់បានអីពីកូនបន្ទាប់មកពិតជាអស្ចារ្យខ្លាំងមែនតើរៀនសូត្របានមួយគឺចេះស្ដាប់វ៉ាវកន្លែងហ្នឹងខ្ញុំពិតជាអរគុណខ្លួនឯងមែនតើដែលខ្ញុំរកចំណុចមួយដែលធ្វើឲ្យខ្ញុំមើលឃើញនៅភាពស្មោះត្រង់របស់ខ្ញុំបន្ទាប់មកទៀតមើលឃើញនៅអ្វីដែលខ្ញុំមានហើយសប្បាយចិត្តអ្វីដែលខ្ញុំមានដោយពិតប្រាកដមិនមែនជាទ្រឹស្ដីមិនមែនគ្រាន់តែឮឃ្លាថាសប្បាយចិត្តអ្វីដែលខ្លួនឯងមាន no គឺសប្បាយចិត្តចេញពីក្នុងថាអ្វីដែលខ្លួនឯងមានចាតែខ្ញុំមើលឃើញថាជុំវិញខ្លួនខ្ញុំសត្វផ្កាមនុស្សផ្កានៅក្បែរខ្លួនខ្ញុំកូនខ្ញុំគ្រួសារខ្ញុំកន្លែងហ្នឹងពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្តមែនតើដោយសារនៅពេលដែលខ្ញុំចេះស្ដាប់ធ្វើឲ្យខ្ញុំទៅស្ដាប់កូនជួយយើងធ្លាប់តែស្ដីឲ្យកូនណោះអត់ដែរអនុញ្ញាតឲ្យខ្លួនឯងទៅស្ដាប់ពីយោបល់ប្រកួតតែគាត់ចង់ចែកម្លែកអីជាមួយអត់គាត់តែងតែឃើញមុខខ្ញុំគាត់ដើរចេញគាត់ដើរចេញហើយមិនមែនពេលវេលាតិចណាកូន18ឆ្នាំកូនតែងតែឃើញមុខម៉ាក់ដើរចេញហើយតែងតែឮសូរពាក្យស្ដីឲ្យពីម្ដាយទៅធ្វើខុសគ្រប់រឿងបន្ទាប់ពីចេះស្ដាប់មកទៅអង្គុយស្ដាប់គាត់ដល់តែពេលយើងស្ដាប់គាត់យូរទៅយើងដឹងថាគាត់ចេះអីដែលយើងអត់ចេះដល់ពេលដែលយើងស្ដាប់គាត់ចេះអីដែលយើងអត់ចេះទៅឃើញអាចចំណុចដែលគាត់ខ្វះខាតដែលយើងមានអញ្ចឹងខ្ញុំមើលឃើញគាត់ចេះច្រើនជាងយើងជាច្រើនដែលយើងអត់មានដែលខ្លួនយើងអត់មានតែគាត់មានណាធម្មតាជាអាជីវករម្នាក់ដែលមមាញឹកជាមួយនឹងមុខរបរហើយក៏មានកាតព្វកិច្ចក្នុងការ take care គ្រួសារប៉ុន្តែអាចចែកម្លែកបាននេះថាតើអាចពង្រឹងទៅលើភាពផ្អែមល្ហែមសុភមង្គលនៅក្នុងគ្រួសារដោយវិធីសាស្ត្រណាបានកន្លែងហ្នឹងចង់ចែកម្លែកទៅបងប្អូនបន្តិចដោយសារខ្ញុំជឿថាបងប្អូនទាំងអស់គ្នាកំពុងតែចង់បានភាពផ្អែមល្ហែមហើយមានភាពស្និទ្ធស្នាលក្នុងគ្រួសារដូចគ្នាខ្ញុំនិយាយទៅខ្ញុំពីខ្ញុំទៅគឺខណ្ឌប្តីប្រពន្ធចោលដោយសារអីពួកខ្ញុំត្រូវគ្នាត្រូវរើគ្នាពីរនាក់ប៉ុន្តែអត់ត្រូវរើជាមួយកូនបន្ទាប់ពីខ្ញុំចង់បានអាភាពស្និទ្ធស្នាលត្រូវរើគ្នាទាំងកូនឲ្យកូនក៏សុបាយចិត្តខ្ញុំចង់ឲ្យគាត់3នាក់ហ្នឹងមានអារម្មណ៍ដូចខ្ញុំដូចគ្នាអញ្ចឹងខ្ញុំទៅធ្វើអ្វីដែលខ្ញុំចង់បានទៅធ្វើអ្វីដែលខ្ញុំចង់បានគឺទី1គឺយើងទៅស្ដាប់គាត់ឲ្យច្រើនទៅស្ដាប់គាត់ឲ្យច្រើនថាគាត់ចង់បានអីគេហើយទុកឱកាសឲ្យគាត់បញ្ចេញមតិទុកឱកាសឲ្យគាត់និយាយចេញពីអ្វីដែលគាត់ចង់បានទៅបង្កើតឲ្យខ្លួនឯងចង់បានឲ្យគាត់និយាយចេញមកហើយបន្ទាប់ពីខ្ញុំទៅវិញក៏ខ្ញុំមើលឃើញថាមនុស្សយើងបើសិនជារស់នៅអត់ចង់បានអីអត់ដឹងថាខ្លួនឯងចង់បានអីគឺរស់នៅដូចអត់ដឹងថាគោលដៅនៅណាអញ្ចឹងកន្លែងហ្នឹងមួយដែលខ្ញុំចង់និយាយថាអាការចង់បាននេះវាពិតជាសំខាន់មែនតើឲ្យយើងទៅរកអ្វីដែលយើងចង់បានបើនិយាយមកដូចជាមានគោលដៅច្បាស់លាស់ឲ្យចក្ខុវិស័យទៅលើអ្វីដែលខ្លួនឯងចង់បានពិតប្រាកដណោះដោយសារមនុស្សយើងបើអត់មានក្តីសម័យទេក៏យើងគិតវាអត់ចេញគោលដៅដែរតែបើសិនជាមានក្តីសម័យហើយបើយើងអត់កំណត់គោលដៅយើងទៅទេក៏អត់ទៅដល់អាកន្លែងដែលក្តីសម័យនឹងដែរប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តមែនតើដែលខ្ញុំក្តីសម័យមួយគឺខ្ញុំចង់ឲ្យគ្រួសារខ្ញុំទាំងកូនមកគ្រួសារគឺមានភាព
ផ្អែមល្ហែមហ្នឹងចាអញ្ចឹងបានធ្វើឲ្យខ្ញុំវិលត្រឡប់មកមើលឃើញថាត្រឡប់មកមើលឃើញថាចង់បានអាភាពស្និទ្ធស្នាលហ្នឹងចឹងក៏បានខ្ញុំទៅបច្ចេកទៅជាមួយគាត់ល្អចាបើខ្ញុំស្ដាប់ចេះមកដូចថាមានក្តីសម័យដាក់កម្រងគោលដៅឲ្យទៅអនុវត្តឲ្យចេញចលិតផលមកទៀតពិតជាខ្លាំងមែនចាអរគុណច្រើនសម្រាប់ការចែកម្លែកដែរចាដោយសារមនុស្សខ្ញុំអត់ចូលចិត្តនិយាយច្រើនទេចាចូលចិត្តនិយាយពីអាបបពិសោធន៍ដែលធ្លាប់ធ្វើឲ្យបាននិយាយចេញចានឹកសម័យឃើញទៅនិយាយអត់ចេញអត់ចេះនិយាយចានិយាយអត់ការពិតអត់ចេះនិយាយអញ្ចឹងចូលចិត្តនិយាយអីដែលធ្លាប់ធ្វើចាតាមពឹងផ្អែកទៅលើបទពិសោធន៍ហើយលទ្ធផលដែលបានបង្កើតចាពឹងផ្អែកទៅលើបទពិសោធន៍ចាប៉ុន្តែចំណុចកន្លែងហ្នឹងអាចឲ្យខ្លួនឯងច្បាស់លាស់ចាមុននឹងនិយាយអីក៏មានគោលចំហច្បាស់លាស់ទៅធ្វើវាចាទៅនិយាយវាចាអញ្ចឹងខ្ញុំដោយសារកន្លែងនេះដោយសារខ្ញុំជឿថាលទ្ធផលចេញពីការធ្វើចាខ្ញុំជឿជាក់កន្លែងហ្នឹងមែនតើមិនមែននិយាយមិនមែនលទ្ធផលចេញពីការនិយាយទេនិយាយគាត់នឹងនិយាយចាអូខេចាខ្ញុំឃើញចាvery ស្អាតមែនតើទៅលើការថែរក្សាសុខភាពប្រជាទៅលើការថែរក្សាសម្ផស្សខ្ញុំគិតថាខ្ញុំក៏ជា fan មួយប្រជាតាមមើលចេះដែរថារវល់យ៉ាងណាមិនថាការងារនៅក្នុងសង្គមមិនថាការងារក្នុងគ្រួសារឬមកក៏មុខរបរអាជីវកម្មទេតែចេះអាចថែរក្សាសុខភាពហើយថែរក្សាសម្រស់បាននៅស្អាតមែនតើអញ្ចឹងចេះអាច share ជា tips បាននេះថាតើអ្វីទៅដែលអាចឲ្យចេះនៅរក្សាបែបហ្នឹងបានកន្លែងហ្នឹងខ្ញុំអត់ដឹងទេខៃលោមកពីធម្មជាតិមកបង្កើតមកអញ្ចឹងក៏ថាបានចាបើដែរប៉ុន្តែដោយសារការស្លៀកពាក់ចាពីមុនមកយើងអត់សូវចេះធ្វើខ្លួនទេចាដោយសារយើងគិតថាប្រឹងប៉ុន្តែដល់កលៈមួយជឿថាដល់កលៈមួយគិតថាមនុស្សយើងចេញពីយើងទៅអញ្ចឹងគ្រប់បែបយ៉ាងសិតតែចេញពីយើងលទ្ធផលជុំវិញខ្លួនកើតឡើងក៏ចេញពីយើងដែរចាព្រោះយើងអ្នកទៅធ្វើវាបានវាចេញមកអញ្ចឹងខ្ញុំគិតថាមុននឹងទៅធ្វើអីយើងស្អាតយើងនិយាយអីយើងស្លៀកពាក់អីគេមើលទៅតាំងពីគុំថាមនុស្សគេមើលតាំងពីចុងជើងដល់ក្បាលយើងអាចចេះតែធ្វើខ្លួនតាមតែចិត្តយើងធ្វើបានទេអញ្ចឹងយើងទៅធ្វើខ្លួនទៅតាមស្តង់ដារយើងចង់បានចាដល់ពេលអញ្ចឹងយើងធ្វើទៅមានអារម្មណ៍មួយថារៀងសប្បាយចិត្តដែរដោយសារឃើញអូនឯងឆ្លុះទៅសារថាស្អាតចាពិតជាស្អាតមែនឥឡូវទស្សនិកជនជួយមើលខ្ញុំទាំងអស់គ្នាថាតើជាគឹមស្អាតអត់គាត់ពិតជានារីម្នាក់ដែលស្អាតឆ្នើមមួយប្រកែមែនតើចាដោយសារការធ្វើខ្លួនវាពិតជាធ្វើឲ្យយើងមានទំនុកចិត្តចាពិតជាឯកភាពកន្លែងហ្នឹងចាបើយើងទៅនិយាយជាមួយគេបើខ្លួនខោអើមអាយវាទៅតាមហ្នឹងចឹងស្ថិតនៅលើខ្លួនយើងដែលយើងចង់បានអញ្ចឹងចាជាចុងក្រោយតើចាមានសារឬមួយក៏ clear អីណាមួយដែលចាគិតថាឆ្លងកាត់តាមបទពិសោធន៍របស់ចាល្វីងជូរចត់ផ្អែមល្ហែមទាំងអស់ហ្នឹងហើយចាគិតថាពិតជាមានតម្លៃដើម្បីឲ្យទស្សនិកជនយើងបានហ៊ានសូត្រពីចាបានតើ clear ចុងក្រោយមួយម៉ាត់ហ្នឹងគឺជាអ្វីដែលចាគិតថានេះគឺជា clear មួយដែលអ្នកទាំងអស់គ្នាគួរតែទទួលបាននិយាយទៅ clear ចុងក្រោយរបស់ខ្ញុំដែលខ្ញុំចង់ចែកម្លែកទៅបងប្អូនចាពីខ្ញុំទៅគឺថាបើសិនជាបងប្អូនទាំងអស់គ្នាណាដែលគាត់ចង់បានអ្វីចាបង្កើតឲ្យខ្លួនឯងចង់បានអ្វីទៅធ្វើអ្វីដែលយើងចង់បានចាអ្វីគ្រប់បែបយ៉ាងគឺយើងអ្វីគ្រប់បែបយ៉ាងគឺចេញពីខ្លួនយើងអាក្រក់củaខ្លួនយើងល្អcủaខ្លួនយើងដែរចាអញ្ចឹងអាស្រ័យលើខ្លួនយើងចង់បានមួយទៀតអាការចង់បានហ្នឹងគឺពិបាកខ្លាំងមែនតើព្រោះពេលខ្លះយើងក៏អត់ដឹងថាចង់បានអីដែរចាយើងក៏ត្រូវបង្រៀនខ្លួនឯងចង់បានអីចង់បានសុភមង្គលយើងទៅរុករកថាសុភមង្គលហ្នឹងកើតចេញពីអីចង់បានប្រស្រ័យតាក់ទងមនុស្សជុំវិញខ្លួនចង់បានពីអីចាតែខ្ញុំក៏ចង់ចែកម្លែកទៅបងប្អូនអរគ្នាជាទូទៅនឹងមនុស្សដែលនៅក្បែរខ្លួនខ្ញុំជុំវិញខ្លួនទាំងអស់ចេញពីខ្ញុំទៅអនុញ្ញាតឲ្យខ្លួនឯងទៅដល់អ្វីដែលខ្លួនឯងទៅដល់ចាប់ផ្ដើមពីការដឹងគុណជាមុនសិនចានៅពេលដែលយើងដឹងគុណដាក់ពីមុខមកអ្វីគ្រប់បែបយ៉ាង
នឹងទៅតាមអ្វីដែលយើងចង់បាន ចាអូ so good មែនតើចាខ្ញុំគិតថា session មួយនេះខ្ញុំរៀនបានជាច្រើនពីចាមកជាចំណេះដឹងនិងការចែកម្លែកមួយហើយកាន់តែធ្វើឲ្យខ្ញុំហឹងមាំហើយ set គោលដៅកាន់តែច្បាស់ទៀតណាចាមានន័យថាមិនធំតែមានក្តីសម័យមិនធំតែមានគោលដៅទេតែទៅធ្វើវាឲ្យបានហើយចាប់ផ្ដើមចេញពីខ្លួនឯងទៅខ្ញុំគិតថាកាន់តែមុតមាំមែនតើហ្មងចាអរគុណច្រើនទស្សនិកជនទាំងអស់គ្នានេះក៏ចូលមកដល់ទីបញ្ចប់នៃ podcast ទី4របស់យើងដែរអញ្ចឹងមើលថាតើ guest យើងមានអីខ្លឹមសារមួយចុងក្រោយទៅកាន់ទស្សនិកជនទាំងអស់គ្នាដែរចាអញ្ជើញចា ចាអរគុណច្រើនចាថ្ងៃនេះពិតជាសប្បាយចិត្តខ្លាំងមែនតើចាបានអាចនិយាយបានថាបានឱកាសមកចែកម្លែកបបពិសោធន៍ខ្លួនឯងផ្ទាល់ចាទៅកាន់មនុស្សជាទីស្រឡាញ់ទាំងអស់គ្នាចានៅក្នុងคลิปវីដេអូមួយនេះចាពិតជាអស្ចារ្យសម្រាប់ខ្ញុំខ្លាំងមែនតើចាចាក់ស្ដែងទៅក៏ចង់ឆ្លៀតអរគុណចាដែរសម្រាប់ពេលវេលាដ៏មានតម្លៃនិងការសារអប់រំនិងបទពិសោធន៍ចែករំលែកជាច្រើនដែលខ្ញុំបានហ៊ានសូត្រដែរអញ្ចឹងនេះគឺជាទីបញ្ចប់របស់ពួកយើងហើយទស្សនិកជនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការស្ដាប់ហើយកុំភ្លេចចុច like share និង comment ផងថាតើ guest បន្តទៀតដែលអ្នកទាំងអស់គ្នាចង់ជួបនឹងគឺណាគេអរគុណច្រើនបាយបាយ